ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជារូបភាពវីដេអូដែលខ្ញុំបានថតបង្ហាញពីសកម្មភាពរបស់សត្វអង្ក្រងគឺជាប្រភេទសត្វមួយប្រភេទដែលវារស់នៅលើចុងឈើនិងយកស្លឹកឈើធ្វើជាសម្បុករបស់វានៅពេលដែលវាយកស្លឹកឈើយកមកធ្វើជាសម្បុករបស់វាគឺវានាំគ្នាសាមគ្គីគ្នាដើម្បីទាញខំទាញជើងវាចាប់ស្លឹកមកខាងហើយដៃវាទៅចាប់ស្លឹកមួយទៀតដើម្បីផ្គុំចូលគ្នាដើម្បីឲ្យស្លឹកនោះវាកោងវាទាញទាំងយប់ទាំងថ្ងៃអត់ទៅណាទេនៅហ្នឹងសាមគ្គីគ្នាចំណៃ3ក្រងមួយស្លឹកឃ្លាតពីគ្នាចំណៃក្រងតែមួយអញ្ចឹងវាដាក់តាមទីកន្លែងជាក់ស្ដែងហើយវាយកទៅស័យសដើម្បីយកមកបិទចិត្តនៅកន្លែងណាដែលមានប្រហោងចន្លោះរួចក៏ពួកវានាំគ្នាពងដាក់នៅក្នុងសម្បុកនេះនឹងបង្កើតកូនបង្កើតចៅទៅតាមវងត្រកូលរបស់វាចេះសាមគ្គីណាសត្វអង្ក្រងនេះគឺជាសកម្មភាពរបស់សត្វអង្ក្រងវាធ្វើសម្បុកនៅស្លឹកម្រេចបាទបើមានសត្រូវនៅទៅក្បែរវាដូចជាភ្នែកមនុស្សយើងជាដើមជើងមុខយើងឈ្ងោកទៅក្បែរគឺវានាំគ្នាបាញ់នោមដាក់ចូលភ្នែកបកាច់ហ្នឹងហើយអរគុណច្រើនជម្រាបលាហើយបងប្អូនសូមកុំភ្លេចជួយ Subscribe និងចុចពាក្យកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងអរគុណច្រើនវីដេអូបង្កើតថ្មី YouTube Channel បង្កើតថ្មីបាទអរគុណជម្រាបលា